ជំរាបសួរ ខ្ញុំបាទឈ្មោះលឹមសកុនតារាជាគ្រូបង្រៀនថ្នាក់ទី 6 នៃសាលាបឋមសិក្សាអនុវត្តរាជធានីសួស្តីកូនសិស្សានុសិស្សទាំងអស់គ្នាតើកូនសុខសប្បាយដែរឬទេសម្រាប់លោកគ្រូសុខសប្បាយជាធម្មតាទេបាទជួបគ្នាថ្ងៃនេះលោកគ្រូនឹងលើកយកនៅខ្លឹមសារមេរៀនភាសាខ្មែរថ្នាក់ទី 6 មួយខ្លឹមសារមកបង្រៀនកូនអញ្ចឹងសូមកូនទាំងអស់គ្នាត្រៀមសម្ភារៈសិក្សាឲ្យបានត្រឹមត្រូវដូចជាសៀវភៅសិក្សាគោលរបស់ក្រសួងអប់រំប៊ិចបន្ទាត់ខ្មៅដៃក្រដាស់ព្រៀងជាដើមហើយនឹងសូមឲ្យកូនរៀនជាមួយលោកគ្រូដោយយកចិត្តទុកដាក់បាទអញ្ចឹងសូមកូនរៀបចំសម្ភារៈឲ្យបានស្រេចបាច់យើងនឹងចូលខ្លឹមសារមេរៀននៅពេលបន្តិចទៀតនេះបាទកូនទាំងអស់គ្នាបានត្រៀមសម្ភារៈសិក្សាគ្រប់គ្រាន់ហើយឬនៅកូនលោកគ្រូសង្ឃឹមថាកូនរៀបចំរួចរាល់ហើយណាអញ្ចឹងសូមកូនតាំងស្មារតីណាយកចិត្តទុកដាក់យើងចូលដល់ខ្លឹមសារមេរៀនតែម្ដងបាទតើភាសាខ្មែរផ្នែកបំណិនថ្ងៃមុនតើយើងរៀនអំពីអ្វីកូននៅចាំបានដែរឬទេបាទលោកគ្រូសង្ឃឹមថាកូននៅចាំបានណាកូនណាអញ្ចឹងយើងរៀនអំពីការកត់ត្រាគំនិតសំខាន់នៅក្នុងកំណាព្យហើយលោកគ្រូបានដាក់កិច្ចការឲ្យកូនមួយណាគឺជាកំណាព្យមួយបត់ឲ្យកូនរកគំនិតសំខាន់របស់កំណាព្យនោះតើកូនបានធ្វើហើយឬនៅលោកគ្រូសង្ឃឹមថាកូនបានធ្វើរួចរាល់ហើយអញ្ចឹងសូមកូនបើកចម្លើយកិច្ចការរបស់កូនណាដើម្បីរងចាំផ្ទៀងផ្ទាត់ជាមួយនឹងលោកគ្រូតើចម្លើយរបស់កូនត្រឹមត្រូវដែរឬទេបាទអញ្ចឹងលោកគ្រូសូមបិទបង្ហាញចម្លើយកំណែកិច្ចការផ្ទះរបស់យើងបាទកូនមើលបណ្ដាតើកិច្ចការផ្ទះយើងកំណាព្យយើងថ្ងៃមុនកំណាព្យអីគេកូនបាទនេះគឺជាចម្លើយណាកូនណាបាទកំណាព្យថ្ងៃមុនគឺអំពីគុណគ្រូអញ្ចឹងកូនសោតកំណាព្យតិចមើលកូននៅចាំកំណាព្យបានដែរឬអត់គេលោកមានតែចម្លើយទៅកូនមិនអាចទៀងទាត់បានណាកូនណាបាទអញ្ចឹងលោកកូនសោតកំណាព្យជាមួយលោកគ្រូបន្តិចបាទគុណគ្រូម៉ែឪមានគុណមានទម្ងន់ធ្ងន់ដោយព្រឹត្តពីគ្មានអ្វីនឹងសងគុណលោកទាំងទ្វីមាសប៉ុនគិរីថ្លៃពុំស្មើហងរីគ្រូបាទជាគួរទុកដូចម្ដាយឪពុកយើងផងប្រត់ព្រៀនប្រដៅដោយនៅគុណលងពុំឲ្យឆ្គាំឆ្គងនឹងច្បាប់សាលាបាទចឹងកំណាព្យយើងគឺ2វគ្គហ្នឹងណាកូនណាហើយនេះគឺជាគំនិតសំខាន់បាទគំនិតសំខាន់នៅក្នុងអត្ថបទកំណាព្យទី1ឪពុកម្ដាយគឺមានគុណធំធេងมันអាចកាត់ថ្លៃបានឡើយឃើញទេកូនមាសប៉ុនគិរីក៏มันអាចសងគុណម្ដាយបានដែរណាកូនណាបាទទី2លោកគ្រូអ្នកគ្រូណាផ្ដល់ចំណេះដឹងព្រៀនប្រដៅណែនាំអប់រំអញ្ចឹងលោកគ្រូអ្នកគ្រូគឺជាឪពុកម្ដាយទី2របស់សិស្សអញ្ចឹងក៏មានគុណដែរណាអញ្ចឹងកូនចម្លើយរបស់កូនយ៉ាងម៉េចដែរកូនសូមកូនផ្ទៀងផ្ទាត់ជាមួយលោកគ្រូបើមានការខុសឆ្គងកូនអាចកែសម្រួលបានតែលោកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាធ្វើបានត្រឹមត្រូវភាគច្រើនណាកូនណាបាទអញ្ចឹងលោកគ្រូសូមរំលឹកមេរៀនឡើងវិញបន្តិចមើលកូនតើការកត់ត្រាគំនិតសំខាន់នៅក្នុងកំណាព្យគឺជាអ្វីកូននៅចាំបានដែរឬទេបាទអញ្ចឹងការកត់ត្រាគំនិតសំខាន់នៅក្នុងកំណាព្យមានន័យថាការកត់ពាក្យឬកន្សោមពាក្យឬជាឃ្លាដែលគ្រប់គ្រងនៅគំនិតដែលធំដែលចាំបាច់ដែលពិសេសនៅក្នុងកំណាព្យបាទក្នុងការកត់នេះយើងមិនទាមទារឲ្យកូនទៅសេពេញលេញវែងអន្លាយទេកូនអាចកត់ខ្លីៗក៏បានដែរបាទអរគុណកូនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ក្នុងការរៀនសូត្រណាធ្វើកិច្ចការផ្ទះដែលលោកគ្រូដាក់ទៅហើយនឹងមើលមេរៀនយល់ខ្លឹមសារឆ្លើយនឹងលោកគ្រូបានត្រឹមត្រូវបាទនៅក្នុងម៉ោងនេះលោកគ្រូនឹងលើកយកភាសាខ្មែរមួយខ្លឹមសារទៀតលើផ្នែកបំណិនដែរណាកូនតោះយើងចូលមេរៀនសម្រាប់ថ្ងៃនេះបាទភាសាខ្មែរថ្នាក់ទី6មេរៀនទី2ក្តីសង្ឃឹមរបស់កុមារបំណិនការសង្ខេបរឿងសៀវភៅរបស់សិស្សទំព័រ18មេរៀននេះមានវត្ថុបំណងឲ្យសិស្សចេះពិនិត្យសង្កេតនៅអត្ថបទនៃរឿងនិទានណាមួយក្តាប់នៅខ្លឹមសារហើយគាត់អាចសង្ខេបបាននៅផ្ទៃរឿងទាំងមូលពីវែងឲ្យទៅជាខ្លីខ្លឹមអាចស្ដាប់បានទៅតាមលំនាំនៃការសង្ខេបណាតើយើងសង្ខេបរឿងយ៉ាងដូចម្ដេចបាទអញ្ចឹងតើកូនសង្ខេបមានន័យថាម៉េចកូនមិនទេដែលហៅថាសង្ខេបបាទសង្ខេបបានន័យថានិយាយបំព្រួញនិយាយឲ្យវាខ្លីណាកូនណាបាទប៉ុន្តែខ្លីនឹងខ្លីយ៉ាងម៉េចកូនខ្លីឲ្យស្ដាប់បានណាកូនណាទីខ្លីពេកស្ដាប់មិនបានមិនហៅថាសង្ខេបទេបាទអញ្ចឹងតើយើងសង្ខេបរឿងយ៉ាងដូចម្ដេច
hai ta hai ở với ban chia dương chạm bạch trời sẵn khai rướng con bà sân bà con trong này dây rương này tiền nà mùi prap tơ mất hẹ rồi bà con ná chẳng con trời sẵn khai vì ở clay bà đàm bay ấy con đàm bay mất hẹ rồi bà dương nghe đập bàn nghe vô nghe tròn chăn ở khâm xá rương bà con này dây hô hai bên chẳng xong tay mà đón con nguyên ca bị bạc trong ca này dễ hai mất hẹ rồi bà con có bị bạc trong ca chăm đây nè con á chẳng con trời sẵn khai ở clay ná bây ở quát miền cá tròn chám ở quát vô làm xa rước bán nghề chẳng ta đam bay sang khai rương mùi bán dừng trời thưa đôi mặt đạch bạn con trời thưa mấy khác đam bay sang khai rương bạn chẳng xong con an chỉ mùi lục cru nó con á đam bay sang khai rương nè trời an nó vọt tam chùm hiên bần to bần toát khang cào mùi an rương tiền mũ nâng svang vô làm xa ở bán ba loa chỉ mồn pi song prtika sầm khăn rư làm xa sầm khăn rồi bỏ rương bay promote đông prtika bần toạp bần xóm đại miên nong prtika sầm khăn nỉ mùi buồn riết prtika tam lùm đắp môn còi pram nị dây rư sò xe rương nụ làng vĩnh đòi lơ cổng rốn đài bán thừa ruột nét trứ pra cần xong biết rư ba chọp xịt đấy đàm bấy chọp prtika muối tới prtika muối tiết ao chọp kia rồi đất tăng bị đám rồi hốt đào chập và nị dây rư sò xe rương nụ làng vĩnh đòi ai nó là cô xong mình thay biết tí là cô lịch biết ai nè đòi phải lơ cùng rôn nó có được sao mình thay mình tích bị phải và phải lơ cùng rôn đại ban riệp chạm ruột nè và ta xong ăn mà đón tiết con đàm bay sang khai rướng nè trời ăn ở vọt tam chùm hiên bần to bần toáp hàng cào mùi an rương tiền mũ nâng svang vô làm xa ở ban cho ba lo chỉ mồn pi song prtikaสำคัญหรือคลำซาสำคัญระบบเรื่องใบโปรโมทดมปฏิกาบรรทบรรซ้ำได้เมียนขนองปฏิกาสำคัญในมวยบุญเรียบปฏิกาตามลมดับมนกลอยปรำนิเย่หรือสอเซเรื่องลูกหลางวิงได้ไปไอ้เลือกลมร้องได้บ้านถือรวยเนะตราปลากันสามปีหรือละบ้าจวบสิกได้ดำใบจวบปฏิกามวยเตอปฏิกามวยเตี้ยเอาจวบเนี่ยรถดักตั้งปีดำรอฮอดดอลจับบาดยังไม่ได้ก้นบานอ่านรอยให้เนื้อเราครูสังคมทักก้นบานอ่านรอยให้นะจังนำใบสังขารเรื่องมวยต่างหมู่บ้านเตรียมตีไอโกนทำไมคลาก้นบาดับโบก้นเตออ่านเวียมาดองให้มาดองเปียสั้นดำใบดับในคลำซาเรื่องไอ้บ้านฉบับลัวสั้นนะbà ta rương nước trong để dèm tiêu vậy màมันตัวมาคนเตรียมมือคลำซาหรือปฏิกาได้สำคัญนะน้องเรื่องนั่งเมียนคลำซาสำคัญเอาไว้คลาคลำซาได้จำบ้องได้จำบัดในขนมเรื่องนะก้นมันตัวมาเมียนมือปฏิกามันตัวมันซ้ำแล้วก็น้องปฏิกาสำคัญหรือปฏิกาทอมหนังถ้าเมียนปฏิกาไอ้คลาได้มันตัวมันซ้ำได้เรียลงนะในขนมหนังmà con ta riệp chạm nó con á chẳng riệp bật ca tiếng ó nu cứ riệp tam lồng đắp môn cào nè ta bật ca na môi cát môn bật ca na môi cát bẩn to bẩn tuấp nè là hốt đắp bật ca chống cào bạn ca na con riệp rồi hai con riệp cùng được rồi hai con thưa làng vĩnh cứ con giò xề mà này con giò xề đi con để dây làng vĩnh đai bầm pruối đai của rốt tam bật ca rứ co vậy để con bàn sáng bàn cứ rồi nằng nè con praเปียสำได้ตัวคลวนบานมันจำบัดปลาสำได้ตามเนี่ยในปนแต่งซองนุเตะบานต่ออะไรดำใบเชี่ยจำนวนดาวคลำซาขังเลยนี้เยอะหนังอ่านเรื่องมวยอยู่มวยขี้นะก้อนนะแบบยังเลิกย่อในเรื่องมวยมาศึกษาอยู่มวยขี้เรื่องเปรียมหนังสกาเมียนเรื่องดำนาท้าเมียนเปรียมมันเนี่ยหนังแพริยีบ้านเจงจำสัตสกามวยเปรียมสลายสกานุโดยโกนบังการได้ง่ายมวยเปรียมนางแพริยีเมียนถูเระเจงเตอร์กล่าวให้ตกโกนโตเอาสกาไทยเดซ่าเปรียมนางแพริยีเจงพอดเตอร์เมียนปัวเวกมวยลูนโจนหมกจิตโกนุสกาเคยปัวเจียสตรปีกำนัด
một đào có tu tới tham pua nút đách chỉ bị bay cầm nạt phim cài một ska cờ lệ mơ từ khơi priêm cầm pung đa trôi một trách on na tiếng mục mọt đại trướng pro lạ chiêm cờ hòm trà nơi lời có rất tới nô niên nơi bài trường priếm đàm bay sầm đai à cà rạ trách ó đại ban bầm ra mà chá đòi pro pì ai priêm khơi chiêm nơi mục mọt trường ska cờ hòm trà đôi nó có cầm nát không chất ắt bị cha nà ska ní si con atma ảnh hơi priêm lợt đầm bóng sầm pong ska nút ngoạp từ priêm nụ priêm có cho từ mờ cốn khơi con sọc sập bái thoa mặt đà hơi khơi pua đã chỉ bị bay cầm nát nơi rót riấy các bài ong rừng cồn tớp đăng thá ska ban chui chỉ vật cồn quát ao ruột thoát pi buộc chặt priêm miên chất sọc đai cày lên bạnอย่างไม่ได้ก้อนบานอ่านจมูกครูได้เต้บันเหม็งจะลูกครูตกเปก้อนอ่านบันเตเจียนนะสมก้อนอ่านบันดองเตี้ยรวยรวยหายเยืองนังดำนาจ้าคลำซาเมเรียนเยืองเชียบันตัวบานอย่างไม่ได้ก้อนบานอ่านประมาณจับให้ก้อนบานได้ลูกครูไอ้ก้อนอ่านนั่งคือปลัวเยืองไตรเฟื่อสังขารเรื่องเปรียมนังสกาโดยแต่เมเรียนบ่เยืองนั่นก้อนนะบานดำไปสังขารบ้านนี่ไตรอ่านคลำซาบ้านจานจะดองจิมมนสันบานประตอนนี้ลูกครูสมกายสำรวจตีก้อนbà bịa sầm đai ní cứ dương từ xe chia chụp chiên đầm ruột đó con á bà xe chiên riết có mình kho đai bàn tay dương từ xe trai tám bị đào nó ok cứ xe chụp chiên đóng đầm ruột bà cô dừng không con ban an rồi rồi hai ná ta lấy dân cho ruộng chỉ môi lục rú ná an nó vót ca sừng khai riêng bà dương chấn nằm bông lá con an ná mình to bị an nó con trai tái cót nứ ở vậy đã chia chấm nói sắm khăn ta lấy mở rương priêm năng ska bao dương dùm nói tim môi con bà tua ong bà tua ong tá tua ong rương ní miên đồ nà khla bà tua ong bà rương ní tua ong miên đồ nà khla con bà tua ong ní miên priêm ná miên phẹ gì bà cốt miên cồn tốt năng miên ska miên púa về chẳng hay con bà ta tua sầm khăn nó nói cứ priếm phệ gì năng ska bà tua ăn miến priếm bà priếm phệ gì bà phệ gì bà priếm ska bà ska miến cồn tốt nó con đã cồn tốt bà priếm nắng cồn bà priếm bà miến púa về bà nè bàn tay nó không ní cứ sầm khán cứ bày ná cái gì á priếm nắng ska rồi cứ xong cứ bận toát bận tay sấn bà rướng priếm nắng ska ní tua ong sầm khán ná con bà bận toát mất tiền ta lời ta tu rương priếm nắng ska ní cạt lang nơi pe na bà pe về liên này cạt rương pe na ná chẳng pe về lia thì hai thá cá nè cá rứ pel mà pel về lia nó con á pel về lia này cá rừng ta rừng ní cá lang nơi pel nà con bị đặt mơ và cá lang nơi pel nà và nì con bên nè nè bị đá mất nó còn khởi ngay mùi nè priêm năng phệ gì miên thủ địa từ cái hơi tu cồn tối áo cá thay đại xà chẳng mà này thạc cá láng nơi ngay mùi nè ngày mùi cá láng nơi ngày mùi và hai ngày mùi nó cứ mình men cá pin mùi ngày tê nó con á cứ cá nơi pe đại priêm nó quát tranh tới từ cái và priêm tranh tới từ cái pe nè priếm tránh tới cái và cá nó bên nằng và chắc tí cần lại này cá rương con bạn tí cần lại này cá rương nó cá lang nơi con lại nà bạn chẳng tí cần lại này cá rương nó dân hai thá cá bạn chẳng cá rứ tí còn lại nè con á cá rứ tí còn lại bạn và ta riêng nó cá này nè con
កើតនៅណារឿងហ្នឹងបាទគឺតាមគ្រឿងនេះគឺកើតនៅផ្ទះរបស់ព្រាហ្មណ៍មែនទេកូនបាទកើតនៅផ្ទះរបស់ព្រាហ្មណ៍ណាបាទផ្ទះរបស់ព្រាហ្មណ៍ណាបាទផ្ទះរបស់ព្រាហ្មណ៍នៅផ្ទះរបស់ព្រាហ្មណ៍ណាបាទបាទអញ្ចឹងតួអង្គកាលឬពេលវេលានៃការកើតរឿងអាកាសឬទីកន្លែងនៃការកើតរឿងបាទនៅមួយចំណុចទៀតកូនពិនិត្យមើលតែលោកគ្រូសុំគូបន្ទាត់បន្តិចកាលឬពេលវេលាបាទអាកាសឬទីកន្លែងណាកូនអាកាសឬទីកន្លែងនៃការកើតរឿងបាទតើឥឡូវមួយចំណុចទៀតព្រឹត្តិការណ៍រឿងឬក៏ដំណើររឿងណាព្រឹត្តិការណ៍រឿងបាទព្រឹត្តិការណ៍រឿងឬដំណើររឿងព្រាហ្មណ៍នឹងស្កាហ្នឹងយ៉ាងដូចម្ដេចខ្លះណាកូនកត់សម្គាល់មើលលំដាប់លំដោយមើលតើយ៉ាងដូចម្ដេចខ្លះកូនមានព្រឹត្តិការណ៍អ្វីខ្លះបាទដំបងគឺយ៉ាងម៉េចកូនណាមានរឿងដំណាលថាមានព្រាហ្មណ៍ម្នាក់និងភរិយាបានចិញ្ចឹមសត្វស្កាមួយអញ្ចឹងបានន័យថាព្រាហ្មណ៍ចិញ្ចឹមស្កាមួយណាកូនណាព្រាហ្មណ៍ចិញ្ចឹមស្កាមួយបាទហើយបន្តមកទៀតយ៉ាងម៉េចកូនបាទណាចិញ្ចឹមស្កានឹងស្រឡាញ់ទុកដោយកូនបង្កើតចឹងណាថ្ងៃមួយព្រាហ្មណ៍និងភរិយាមានធុរៈចេញទៅក្រៅហើយទុកកូនតូចឲ្យស្កាថែរក្សាបាទអញ្ចឹងព្រាហ្មណ៍និងភរិយាចេញទៅក្រៅណាកូនបាទព្រាហ្មណ៍និងភរិយាចេញទៅក្រៅបាទអញ្ចឹងតើបន្ទាប់ពីព្រាហ្មណ៍និងភរិយាចេញទៅខាងក្រៅដោយទុកកូនតូចនឹងឲ្យស្កាថែរក្សាតើមានរឿងអីទៀតកើតឡើងមានព្រឹត្តិការណ៍អីទៀតកើតឡើងបាទណាបាទពេលនោះណាមានណាពេលព្រាហ្មណ៍និងភរិយាចេញផុតទៅមានពស់វែកមួយលូនចូលមកចិត្តកូននោះបាទអញ្ចឹងពស់វែកណាពស់វែកបាទពស់វែកលូនមកចិត្តកូនតូចបាទចិត្តកូនតូចបាទចឹងតើនៅពេលដែលពស់វែកមកលូនមកដល់ស្កាធ្វើម៉េចកូនបាទស្កាឃើញពស់ជាសត្រូវពីកំណើតមកដល់ក៏ស្ទុះទៅខំណាពស់នោះដាច់ជា2 3កំណាត់ភ្លាមអញ្ចឹងបន្ទាប់ទៀតគឺស្កាទៅខំពស់បាទស្កាខំពស់ដាច់ណាជា2 3កំណាត់បាទណាស្កាខំពស់ដាច់ជា2 3កំណាត់តើបន្ទាប់ពីនឹងមកព្រឹត្តិការណ៍មានអ្វីខ្លះទៀតកើតឡើងកូនបាទក្រោយមកស្កាក៏លេចមើលទៅឃើញព្រាហ្មណ៍កំពុងដើរចូលមកត្រេកអរណាស់ទាំងមុខមាត់ដៃជើងប្រឡាក់ឈាមក្រហមច្រាលនៅឡើយក៏រត់ទៅននាលនៅក្បែរជើងព្រាហ្មណ៍ដើម្បីសម្ដែងអាការៈត្រេកអរដែលបានបម្រើម្ចាស់ដោយប្រពៃអញ្ចឹងព្រឹត្តិការណ៍បន្ទាប់ទៀតបានន័យថាព្រាហ្មណ៍មកដល់ណាពេលព្រាហ្មណ៍មកដល់ណាព្រាហ្មណ៍ត្រឡប់មកវិញណាកូនណាពេលហ្នឹងព្រាហ្មណ៍ត្រឡប់មកវិញបាទត្រឡប់មកផ្ទះវិញមកផ្ទះវិញយើងនិយាយខ្លីចឹងទៅកូនណាបាទអញ្ចឹងនៅពេលដែលព្រាហ្មណ៍ឃើញស្កាទៅននាលនឹងជើងគាត់ហ្នឹងយ៉ាងម៉េចកូនបាទពេលហ្នឹងយ៉ាងម៉េចណាព្រាហ្មណ៍ណាឯព្រាហ្មណ៍ឃើញឈាមនៅមុខមាត់ជើងស្កាក្រហមច្រាលដូច្នេះក៏កំណត់ក្នុងចិត្តឥតពិចារណាថាស្កានោះស៊ីកូនអាត្មាអញហើយណាព្រាហ្មណ៍លើកដំបងសំពងស្កានោះងាប់ទៅបាទអញ្ចឹងពេលហ្នឹងគឺថាបាទព្រាហ្មណ៍ណាព្រាហ្មណ៍ស្មានតែស្កានឹងស៊ីកូនរបស់ខ្លួនណាព្រាហ្មណ៍ក៏វាយស្កាងាប់ទៅណាព្រាហ្មណ៍វាយស្កាងាប់ណាហើយគាត់ស្មានថាស្កានឹងស៊ីកូនរបស់គាត់ក៏ប៉ុន្តែនៅពេលដែលគាត់ចូលទៅយ៉ាងម៉េចភ្លាមនោះព្រាហ្មណ៍ក៏ចូលទៅមើលកូនឃើញកូនសុខសប្បាយធម្មតា
ហើយឃើញពោះវែកដាច់ជាពី3កំណាត់នៅរត់រាយក្បែររឹងកូនទើបគាត់ដឹងថាស្កាហ្នឹងជួយជីវិតកូនគាត់ណាហើយគាត់មានការស្ដាយក្រោយបាទនឹងចុងក្រោយគឺព្រាមស្ដាយក្រោយណាព្រាមស្ដាយក្រោយព្រាមស្ដាយកំហុសណាការដែលគាត់ធ្វើហ្នឹងគឺគាត់ខុសហើយសម្រាប់ស្កាហ្នឹងអញ្ចឹងគាត់ស្ដាយកំហុសរបស់គាត់ជាខ្លាំងអញ្ចឹងសរុបមករឿងព្រាមនិងស្ការបស់យើងនេះយើងឃើញថាយើងកត់បានថាតួអង្គមានព្រាមមានភរិយាមានស្កាមានកូនតូចមានពោះវែកបាទពេលវេលាឬកាលឱកាសណាបាទកើតនៅថ្ងៃមួយពេលដែលព្រាមចេញទៅក្រៅទីកន្លែងនៃរឿងគឺកើតនៅផ្ទះរបស់ព្រាមបាទហើយព្រឹត្តិការណ៍មានបន្តបន្ទាប់ដោយដែលយើងបានបង្ហាញជូននេះអញ្ចឹងតាមរយៈដែលយើងបានអានហើយបានកត់ត្រានេះយើងអាចសង្ខេបរឿងព្រាមនិងស្កាដោយខ្លីឡើងមកបានណាកូនណាបាទយើងសង្ខេបរឿងព្រាមនិងស្កាបាទតែអញ្ចឹងលោកគ្រូសូមបិទបង្ហាញនៅអត្ថបទសង្ខេបរឿងព្រាមនិងស្កាសេចក្តីសង្ខេបរឿងព្រាមនិងស្កាមានដំណើរថាមានព្រាមនិងប្រពន្ធបានចេញទៅក្រៅទុកកូនតូចឲ្យនៅជាមួយស្កាពេលនោះមានពស់វែកមួយលូនមកជិតកូននោះស្កាឃើញពស់ក៏ស្ទុះទៅខាំពស់នោះដាច់ជាពី3កំណាត់ពេលព្រាមត្រឡប់មកវិញស្កាក៏រត់ទៅននាលក្បែរជើងគាត់ដោយសេចក្តីត្រេកអរព្រាមឃើញស្កាមានមុខមាត់ដៃជើងប្រឡាក់ឈាមគិតស្មានថាស្កាខាំកូនខ្លួនក៏យកដំបងវាយស្កាងាប់ភ្លាមក្រោយមកពេលព្រាមឃើញកូនសុខសប្បាយគាត់នឹកស្ដាយស្កាដែលជួយការពារកូនគាត់ឲ្យរួចផុតពីគ្រោះថ្នាក់បាទយ៉ាងម៉េចដែរកូនសង្កេតមើលអត្ថបទសង្ខេបនិងអត្ថបទទាំងស្រុងរបស់យើងយ៉ាងដូចម្ដេចដែរតើអត្ថបទសង្ខេបនេះបាត់ខ្លឹមសាររឿងដែរឬទេកូនបាទកូនអាចស្ដាប់បានអាចយល់បានដែរឬទេតើអត្ថបទសង្ខេបនិងអត្ថបទទាំងស្រុងបើគិតទៅតើកូនមានភាពងាយស្រួលក្នុងការចងចាំណាអត្ថបទណាមួយកូនតើងាយចាំសង្ខេបជាងឬក៏ចាំទាំងស្រុងជាងបាទដូច្នេះហើយទើបគេទាមទារឲ្យសង្ខេបរឿងបានហើយកូនណាសង្ខេបគឺកូនងាយចាំជាងព្រោះវាតិចវាខ្លីកាលណាវាច្រើនវាវែងពេកពិបាកក្នុងការចងចាំប៉ុន្តែអ្វីដែលសំខាន់កូនត្រូវសង្ខេបដោយអនុវត្តតាមគម្រោងរបស់យើងមិញហ្នឹងកូនណាបាទតើឥឡូវតាមរយៈឧទាហរណ៍រឿងព្រាមនិងស្កាដែលយើងបានអានអត្ថបទទាំងស្រុងយើងកត់ត្រានៅចំណុចសំខាន់មួយចំនួនហើយយើងក៏សង្ខេបបានមកជាអត្ថបទបែបនេះដែរអញ្ចឹងកូនអាចឆ្លើយបានដែរឬទេអាចប្រាប់លោកគ្រូបានដែរឬទេថាសង្ខេបរឿងគឺជាអ្វីដូចទៅដែលហៅថាសង្ខេបរឿងបាទលោកគ្រូគិតបន្តិចមើលបាទគិតបន្តិចមើលកូនបាទអញ្ចឹងតើសង្ខេបរឿងគឺជាអ្វីលោកគ្រូទុកពេលកូនគិតបន្តិចណាកូនបាទព្យាយាមគិតមើលតើសង្ខេបរឿងគឺជាអ្វីបាទអញ្ចឹងលោកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាបានគិតណាមានចម្លើយរួចហើយបាទអញ្ចឹងលោកគ្រូសូមបិទណានៅចម្លើយថាសង្ខេបរឿងគឺជាអ្វីបញ្ញត្តិសង្ខេបរឿងគឺនិយាយឬសរសេររឿងឡើងវិញតាមលំដាប់លំដោយព្រឹត្តិការណ៍សំខាន់របស់រឿងដោយប្រើសម្ដីផ្ទាល់ខ្លួនបាទម្ដងទៀតបញ្ញត្តិសង្ខេបរឿងគឺនិយាយឬសរសេររឿងឡើងវិញតាមលំដាប់លំដោយព្រឹត្តិការណ៍សំខាន់របស់រឿងដោយប្រើសម្ដីផ្ទាល់ខ្លួនបាទយ៉ាងម៉េចដែរកូនបាទកូនអាចមើលជាមួយនឹងអត្ថបទសង្ខេបរបស់យើងបានណាកូនណាបាទអញ្ចឹងគឺយើងនិយាយឡើងវិញតាមលំដាប់លំដោយហោហែហើយមានពាក្យខ្លះគឺជាពាក្យសម្ដីរបស់យើងដោយពុំមាននៅក្នុងអត្ថបទនៃរឿងនេះទេណាពេលនោះមានពស់វែកមួយលូនមកជិតកូននោះស្កាឃើញពស់នោះក៏ស្ទុះទៅខាំពស់នោះដាច់ជា2 3កំណាត់អីចឹងណាកូនឃើញទេបាទគឺពាក្យខ្លះនៅក្នុងនេះអត់មានទេយើងបំព្រួយវាពេលព្រាមត្រឡប់មកវិញស្កាក៏រត់ទៅនរាក្បែរជើងគាត់ដោយសេចក្តីត្រេកអរបាទគឺយើងអាចសង្ខេបវាខ្លះបានណាព្រាមឃើញស្កាមានមុខមាត់ដៃជើងប្រឡាក់ឈាមគិតស្មានថាឃើញទេគិតស្មានថាបាទចឹងនៅក្នុងនេះយ៉ាងម៉េចដែរកូនបាទមានពាក្យថាគិតស្មានថាទេបាទគឺគេកំណត់ក្នុងចិត្តឥតពិចារណាអញ្ចឹងយើងអាចប្រើសម្ដីផ្ទាល់ខ្លួនបាទអញ្ចឹងកូនយល់បានទេទាំងអស់គ្នាបាទលោកគ្រូសង្ឃឹមថាកូនយល់បានណានៅមេរៀននេះបាទអញ្ចឹងខ្លឹមសារនេះលោកគ្រូនឹងបញ្ចប់ត្រឹមប៉ុណ្ណេះអំពីការ
សង្ខេបរឿងតែមុននឹងបញ្ចប់លោកគ្រូសំសួរកូនបន្តិចសិនណាដើម្បីបញ្ជាក់ការយល់ដឹងថា1ម៉ោងសិក្សាដែលកូនរៀនជាមួយលោកគ្រូកូនក្តាប់បានខ្លឹមសារដែរឬទេបាទតោះឥឡូវកូនចាំឆ្លើយជាមួយលោកគ្រូណាកូនណាតើសង្ខេបរឿងគឺជាអ្វីសង្ខេបរឿងគឺជាអ្វីកូនបាទអញ្ចឹងសង្ខេបរឿងគឺជាការនិយាយឬការសរសេររឿងឡើងវិញតាមលំដាប់លំដោយព្រឹត្តិការណ៍រឿងណាដែលយើងអាចប្រើសម្ដីផ្ទាល់ខ្លួនបានបាទអរគុណអញ្ចឹងតើយើងសង្ខេបរឿងដើម្បីអីកូនហេតុអ្វីបានចាំបាច់សង្ខេបរឿងបាទយើងសង្ខេបរឿងគឺដើម្បីឲ្យយើងងាយចងចាំដើម្បីឲ្យអ្នកស្ដាប់ណាដែលយើងនិយាយប្រាប់គាត់ទៅហ្នឹងគាត់ងាយចាំខ្លឹមសារនៃរឿងកុំឲ្យវាវែងពេកគាត់អាចជាធុញគាត់អាចពិបាកក្នុងការចងចាំបាទតោះមួយចំណុចទៀតតើដើម្បីសង្ខេបរឿងយើងធ្វើដូចម្ដេចខ្លះដើម្បីសង្ខេបរឿងកូនត្រូវធ្វើម៉េចខ្លះកូនបាទដំបូងយើងត្រូវអានខ្លួនយើងហ្នឹងគឺត្រូវអានត្រូវមើលរឿងហ្នឹងម្ដងហើយម្ដងទៀតដើម្បីក្តាប់ខ្លឹមសាររឿងឲ្យបានយល់ច្បាស់ជាមុនសិនណាបន្ទាប់មកយើងត្រូវកត់នៅខ្លឹមសារសំខាន់ឬខ្លឹមសារធំនៅក្នុងរឿងបាទមួយចំណុចទៀតគឺកត់ខ្លឹមសារបន្ទាប់បន្សំដែលមាននៅក្នុងចំណុចធំនីមួយនោះបាទរួចហើយទៅគឺយើងចាប់ផ្ដើមសរសេរណាសរសេរឬយើងនិយាយទៅតាមគម្រោងទៅតាមលំដាប់លំដោយដែលយើងបានកត់ត្រាមែនទេកូនបាទអរគុណកូនទាំងអស់គ្នាដែលបានចូលរួមរៀនសូត្រជាមួយលោកគ្រូហើយលោកគ្រូសង្ឃឹមថាកូនយល់កូនស្ដាប់បាននៅខ្លឹមសារមេរៀនបាទបន្ទាប់ទៅនេះគឺលោកគ្រូមានកិច្ចការផ្ទះឲ្យកូនធ្វើណាកូនណាមុននឹងបញ្ចប់ខ្លឹមសារគឺលោកគ្រូដាក់កិច្ចការផ្ទះមួយគឺសិភៅគោលរបស់យើងណាកូនបាទនៅក្នុងសិភៅគោលយើងគឺទំព័រទី20បាទនេះទំព័រទី20មានលំហាត់ណាកូនណាកូនមើលច្បាស់លំហាត់នៅទំព័រទី20បាទលោកគ្រូសូមអានលំហាត់បន្តិចទៅចូលអានរឿងក្មេងស្រី3នាក់ហើយសង្ខេបរឿងនេះបាទអញ្ចឹងសូមកុំភ្លេចកូនណាធ្វើកិច្ចការនេះឲ្យលោកគ្រូជាកិច្ចការផ្ទះសង្ខេបរឿងក្មេងស្រី3នាក់នៅក្នុងសៀវភៅរបស់យើងទំព័រទី20បាទហើយក្រៅពីធ្វើកិច្ចការសង្ខេបរឿងឲ្យលោកគ្រូសូមកូនជួយធ្វើកិច្ចការដែលលោកគ្រូអ្នកគ្រូរបស់កូននៅតាមសាលារៀនលោកបានផ្ដល់ឲ្យជាប្រចាំផងណាកូនណាហើយជួយការងារផ្សេងនៅក្នុងផ្ទះរបស់កូនដែលលោកឪពុកអ្នកម្ដាយកូនមានធុរៈអីកូនជួយគាត់ណាកូនណាកូនជាកូនកតញ្ញូត្រូវតែជួយការងារឪពុកម្ដាយបាទការបង្រៀនភាសាខ្មែរថ្នាក់ទី6មេរៀនទី2ក្តីសង្ឃឹមរបស់កុមារបំណិនការសង្ខេបរឿងរបស់លោកគ្រូនៅពេលនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណជម្រាបលា